ប្រើ Facebook រាល់ថ្ងៃហ្នឹងតើបងប្អូនដែលចូលទៅ check មើលថាតើមានអ្នកចូលទៅក្នុង Facebook របស់បងប្អូនលេងណាបងប្អូនបានធ្វើឲ្យ Facebook របស់បងប្អូនមិនមានសុវត្ថិភាពហើយវីដេអូនេះខ្ញុំនឹងបង្ហាញអំពីទាក់ទងទៅនឹងការចូលទៅ check មើលថាតើមានបុគ្គលណាចូលទៅក្នុងFacebook របស់បងប្អូនឬ log in ចូលទៅក្នុង Facebook ដើម្បីអីដើម្បីទប់ស្កាត់ក្នុងការពារទុកជាមុនហ្នឹងឯងបងប្អូនហើយ Facebook គឺមានសម្រាប់សំខាន់ណាស់ក្នុងការទំនាក់ទំនងក្នុងការលេងកម្សាន្តក្នុងការលក្ខណៈទទួលព័ត៌មានផ្សេងៗហ្នឹងហើយហ្នឹងបងប្អូនគ្រាន់តែចុចចូលទៅក្នុង Facebook របស់បងប្អូនទៅបន្ទាប់មកយើងនេះឃើញសញ្ញាត្រេ3ហ្នឹងយើងចុចមកបន្ទាប់មកយើងចូលទៅក្នុងsetting ហ្នឹងហើយចូលទៅក្នុង setting បន្ទាប់មកយើងចូលទៅក្នុងនេះ see more in account center នេះចូលមកបន្ទាប់មកយើងចូលទៅក្នុង password and security ហ្នឹងហើយចុចមកហ្នឹងហើយបន្ទាប់មកយើងចុចចូលទៅក្នុង where you log in នេះចុចមកបន្ទាប់មកនេះ account របស់យើងចូលមកបាទចូលមកនេះបងប្អូនយើងឃើញសញ្ញាអង់គ្លេស Q នេះ device នេះ this device មានន័យថាអ្នកប្រើប្រាស់នេះដោយសារ iPhone 12 Pro Max this device នេះគឺ iPhone ដែលខ្ញុំកំពុងប្រើប្រាស់នឹងហើយបើសិនមានបកគលទី1ទី3ទី4ចូលមកគឺវានឹងបង្ហាញថាmodel អីហើយវាចេញ this device ហ្នឹងគឺសញ្ញាពណ៌ Q នឹងឯងហើយយើងគ្រាន់តែចុចចូលទៅក្នុងនឹងហើយយើងlog out ចេញទៅរួចជាការស្រេចនេះយើងគ្រាន់តែចុចចឹងមកបងប្អូនបាននេះឥឡូវយើងចុចទៅលើនេះមួយមកដើម្បីឧទាហរណ៍នេះថ្ងៃតមកយើងlog outចេញមកបងប្អូនបាទហ្នឹងហើយរួចជាការស្រេចហើយវីដេអូនេះគ្រាន់តែចង់បង្ហាញថាដើម្បីការពារហ្នឹងហើយដើម្បីការពារ Facebook របស់បងប្អូនឲ្យបានគង់បានយូរកុំតិចដូរហ្នឹងហើយខ្ញុំប្រើ Facebook មិនដែលដូរទេបងប្អូនបាទយើងអាសា check មើលទៅបងប្អូនបាទធ្វើវិធីនេះគឺងាយហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយចុចshare ហើយនិង follow ជាពិសេស subscribe ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលាបាទ